រិត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រមកបង្ហាញគឺចម្រៀងមនោសញ្ចេតនាការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយបន្ធូរអារម្មណ៍និងកាត់បន្ថយភាពតានតឹងនិងការនឿយហត់ទាំងឡាយទី2ចង់ចែករំលែកបទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយទី3ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុករបៀបតែងចម្រៀងដ៏សម្បូរបែបទី4ចង់ទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកាដូច្នេះសូមរីករាយសិក្សាស្វែងយល់ទាំងអស់គ្នាអំពីចម្រៀងទី2ទឹកភ្នែកនិស្ក្រលោកនេះចង្អៀតគ្មានផ្លូវដោះស្រាយទុកប្រដេញកាយទំលាយបំណងលួចនឹកសង្ឃឹមបានដូចចិត្តពងគូអីនួនល្អងភ្លេចរឿងកំសត់ចំណេះវិជ្ជាមនុស្សអ្នកសាងរីផប់សំណាងព្រះម្ចាស់កំណត់ច្រើនឆ្នាំកន្លងប្រឹងដោយមាត់ចត់ខំប្រឹងអំណត់ដើម្បីជីវិតប្រលឹមដូចយប់ប្រលប់ដូចថ្ងៃប្រឹងឥតសំចៃចង់យល់ការពិតផ្ញើខ្លួនតាមវត្តរៀនសង្កត់ចិត្តលុតដំជីវិតស្វែងរកវិជ្ជាអោព្រំលិខិតម្ដេចមិនប្រណីម្ដេចផ្ដាច់និស័យខ្ញុំនឹងពុំងារប្រឡងចប់ហើយម្ដេចឡើយផ្ដន្ទាឲ្យជួបវេរាប្រះខ្វះប្រាក់សិក្សាអោព្រំលិខិតម្ដេចមិនអាណិតអាសូរខ្ញុំផងខិតខំតស៊ូផ្ដាច់បដូរកន្លងបែចប់ចំណងក្រីក្រចងឆ្វាក់និពន្ធដោយខ្ញុំបាទសសេរីយុកោនិពន្ធនៅថ្ងៃទី1ខែ12ឆ្នាំ1997អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចម្រៀងជាភាសាដួងចិត្តរាត្រីសួស្តីសូមជម្រាបលា